ដែលយើងគិតរឿយៗជាមួយនឹងព្រះធម៌ចិត្តនេះដែលកំពុងគិតជាមួយនឹងព្រះធម៌រឿយៗយោគីវិចរទាំងឡាយពិសោធន៍ឃើញថាអត់ភ្លេចមែនព្រោះអីចិត្តនេះយកតែធម៌ហ្នឹងមកជាអារម្មណ៍គឺអត្តបិសាជាលោកសតិមារឿយៗចិត្តបានអ្នកប្រាជ្ញនឹងការត្រាស់ដឹងរបស់ព្រះសម្មាសម្ពុទ្ធបានមកណែនាំជាប់ស្អិតនៅជាមួយនឹងចិត្តយើងរឿយៗនេះគឺជាការហាត់វឹកវើផ្សំឬក៏ពិសោធន៍រតនីវធម៌យកមកទុកដាក់រឿយៗចុះនោះនឹងឃើញប៉ិតដឹងខ្លួនឯងព្រោះធម៌នេះមិនមានគឺចេតថានិយាយទេយើងឃើញខ្លួនឯងយើងពិសោធន៍ទៅពុទ្ធលោកឲ្យយើងមើលអញ្ចឹងឃើញប៉ិតដឹងប៉ិតណាអញ្ចឹងចំណុចនេះសំខាន់ណាស់ដែលយើងដាក់ចិត្តសទ្ធាជ្រះថ្លាចូលមកជ្រកមកលុបនៃការត្រាស់ដឹងហើយចូលទៅពិនិត្យសង្កេតមើលបានព្រះធម៌នេះជាព្រះប្រាជ្ញានឹងយកមកឆ្លុះបញ្ចាំងឲ្យកើតបញ្ញាដែរនោះកំពុងតែពិសោធន៍មើលគ្រប់អេរិយាបថមានអេរិយាបថកំពុងតែអង្គុយនេះនឹងចេះបានជ្រាបហើយបន្តទៀតតម្កល់ខ្នងឲ្យត្រង់ព្យាយាមអាតាបិគឺព្យាយាមនឹងសន្តិជានោះដឹងសពគ្រប់ដឹងកំពុងតម្រង់ខ្នងហ្នឹងដឹងខ្លួននឹងពិសោធន៍ឃើញទោះបីមិនទាន់ចាក់ធ្លុះក៏យើងដឹងសាដើម្បីជាការហាត់បង្វែរនឹងធ្វើឲ្យរលឹករឿយតម្រង់កក៏ព្យាយាមដឹងរលឹកតន់បិទភ្នែកចិត្តក៏ព្យាយាមអញ្ចឹងមានន័យថានឹកឃើញពធររហូតសូម្បីតែបិទភ្នែកក៏មានអាតាបិហ្នឹងព្យាយាមហើយសម្បជានោះដឹងបិទភ្នែកចិត្តសតិមារលឹករឿយបិទភ្នែកចិត្តនោះឃើញរូបរាងកាយស្ងប់ស្ងៀមល្អព្រះធម៌លោកអ្នកឆ្នៃអ្នករៀបចំទេគ្រាន់តែប៉ុណ្ណឹងមកកំណត់ដឹងបានថាអត់មានអញអ្នកអង្គុយទេគឺមានតែព្រះធម៌មានកម្លាំងសទ្ធានេះធំជឿការត្រាស់ដឹងរបស់ព្រះដ៏មានព្រះភិក្ខនឹងអញ្ចឹងព្រះធម៌លោកអ្នករៀបចំទាំងអស់អញ្ចឹងហើយការគិតរឿយជាមួយនឹងព្រះធម៌ក៏រងាប់បងនៅទិដ្ឋិដែលយល់ខុសទម្លាប់ថាអញអ្នកអង្គុយថាអញអ្នកចម្រើនតែយើងនិយាយធម្មតាតែដោយប្រាជ្ញានៅក្នុងចិត្តយើងម្នាក់មិនមានទេមិនមានបញ្ញត្តិទេសុទ្ធតែជាបរមត្តទាំងអស់នោះខាងក្នុងនឹងឲ្យឃើញអញ្ចឹងនិយាយថាខ្ញុំអង្គុយអ្នកអង្គុយយោគីវិចរអង្គុយគ្រាន់តែជាការបញ្ញត្តិសន្មតនេះយើងពិសោធន៍រឿយឲ្យឃើញជាក់ច្បាស់ថាធម៌បញ្ញត្តិគឺធម៌សន្មតបរមត្តនោះចាក់ធ្លុះមើលទំលាយធ្លាយនៅកិលេសអស់អត់មានសេសសល់បានកិលេសនៅកើតព្រោះអីមានតែអង្គធម៌នឹងទៅបំពេញកិច្ចការងារទាំងអស់ហើយធម៌ទាំងអស់ក៏សត្វពេធម្មអនត្តាទាំងអស់លោកប្រាប់យើងនឹងគ្រាន់តែជាធម៌ប៉ុណ្ណឹងហើយវាកើតហើយក៏រលត់ទៅអត់មានម្ចាស់អត់មានអាណាមកបង្គាប់បញ្ជាបានអត់មានអាណាមកសោកហាមថាឲ្យទៅជាយ៉ាងនេះទៅជាយ៉ាងនោះបានឡើយនោះលោកឲ្យឃើញច្បាស់ថាធម៌ទាំងអស់ហ្នឹងកើតហើយដោយហេតុបច្ច័យរលត់ទៅវិញក៏អស់ហេតុអស់បច្ច័យអញ្ចឹងយើងចេះតែរៀនចេះតែពិសោធន៍តាមមើលរឿយទៅអញ្ចឹងរៀបចំអេរិយាបថល្អស្អាតសមរម្យដោយកម្លាំងអធិដ្ឋានល្អស្ងប់ស្ងៀមហើយដង្ហើមដកឲ្យស្រួលសម្រួលទៅតាមធម្មជាតិអាតាបិព្យាយាមសម្បជានោដឹងស
sắp cột chọn là làm chỉ cho sắp tết mà rồi là rồi là đằng toàn rồi nên chuyện liền rồi mà đi miền tây là đại mình miền sắp mà đại tây tại bọn mình miền sắp mà đấy ta phải chỉ diệm tiền những chỉ diệm đọt đằng hàm ní miền đây chỉ diệm đằng hô tại ở YouTube Store là start ជំនាញទៅមួយដង្ហើមគឺមានប្រាជ្ញាច្រើនណាស់ព្រោះដឹងខ្លួនកំពុងរស់នឹងមួយដង្ហើមធម្មជាតិហ្នឹងទៅញ៉ាំជីវិតឲ្យសត្វរស់បើអត់ដង្ហើមហ្នឹងស្លាប់ហើយនឹងអញ្ចឹងបានជាព្រះអរហន្តទាំងឡាយលោកដឹងពេលបរិនិព្វានហើយលោកអ្នកយោគីទាំងឡាយដែលគេពិសោធន៍ឃើញច្បាស់ក៏ដឹងថាខ្យល់ដង្ហើមចេញចូលនេះដឹងពេលស្លាប់ទៀតនឹងព្រោះអីដឹងពេលវេលាច្បាស់លាស់ណាស់ចឹងហើយបានជាលោកឲ្យយើងនាំនឹងសទ្ធាជ្រះថ្លាហើយនាំប្រធរហ្នឹងឲ្យចូលទៅដល់ចិត្តរបស់យើងហើយធ្វើការពិសោធន៍នឹងគឺអត្តាបិពិសោធន៍ឬគ្មានគំនិតគិតថាចង់ឃើញនេះទៀតចង់ឃើញទេគឺគ្រាន់តែពិសោធន៍ឲ្យដឹងពិតឃើញពិតថាបើមិនដឹងគឺអត្តាបិព្យាយាមហើយមិនដឹងហើយសម្បជានោះដឹងសពគ្រប់គឺធរនឹងនៅរហូតជាមួយសតិមារលឹកដឹងតន់ទៅនឹងមើលទៅប៉ុន្តែយើងឥឡូវនេះចូលទៅដល់សតិប្បដ្ឋានទី3នឹងចេះតែធ្វើការសម្ដែងទៅឲ្យស្ដាប់ពិសោធន៍ចិត្តរបស់យើងនឹងចិត្តតានុបស្សនសតិប្បដ្ឋានគឺជាព្រះប្រាជ្ញាញាណលោកប្រគល់ឲ្យដោយយើងមានសទ្ធាថ្វាយខ្លួនចំពោះព្រះសាស្តាចឹងលោកប្រគល់ឲ្យយើងលោកតម្កល់សតិពិចារណាឃើញរឿយនៅចិត្តនោះចិត្តកំពុងគិតបែបណាក៏ដោយលោកប្រាប់ថាគិតបែបណាក៏ដោយគ្រាន់តែកំណត់ដឹងប៉ុណ្ណឹងវិជានិតិកំណត់ដឹងហើយមិនបាច់ទៅខ្វល់ទេកំណត់ដឹងយ៉ាងហ្នឹងបានន័យថាបោះចោលរលាស់ចោលឃើញអីក៏ដោយជួបអ្វីក៏ដោយជួបចិត្តស្ងប់ក៏រលឹកដឹងជួបចិត្តមិនស្ងប់ក៏រលឹកដឹងចិត្តដើរទៅកាន់ទីដទៃត្រាច់រង្គត់ទៅក៏រលឹកដឹងនោះធ្វើការពិសោធន៍ទៅតែលោកប្រាប់ថាចិត្តហ្នឹងជាដំបូងគឺសារធាតុគាត់គឺមិនចេះនៅស្ងៀមទេលោកសម្ដែងថាកបិចិត្តតាំងគឺចិត្តដូចស្វានឹងហើយដូចឃើញអញ្ចឹងលោកប្រាប់ថាគ្រាន់តែកំណត់ដឹងទៅតែកំណត់ដឹងរឿយវាចេញទៅកំណត់ទៅមកវិញនឹងមកវិញអញ្ចឹងពិសោធន៍ប៉ុណ្ណឹងទៅដឹងថាចិត្តនេះបើមានសតិជាខ្សែទាញចងទេគឺអត់អីចងកាត់ទេនេះពិសោធន៍ទៅឃើញចឹងដល់រលឹករឿយទៅចិត្តនេះមកវិញនៅស្ងៀមស្ងប់ទេទៅដល់ស្ងប់ស្ងៀមលោកប្រាប់ថាគ្រាន់តែកំណត់ដឹងប៉ុណ្ណឹងកំណត់ដឹងយូរទៅអត្តាបិសម្បជាលោកនឹងនៅស្រេចអត្តាបិមើលបើមានរោគវះកាត់ភ្លាមដុតកាត់ចោលចឹងបានពេលខ្លះឈឺហ្នឹងចឹងពិសោធន៍ទៅចឹងហើយសម្បជានោះឲ្យមានប្រាជ្ញាកំណងល្ងងចិត្តហោះចិត្តហើរចិត្តដើរទៅពំនាំយករឿងរ៉ាវមិនចេះអស់ពីក្រៅមកឲ្យហត់ហូរតែទុកនឹងដឹងខ្លួនផ្លែចំណុចទាំងនេះពិសោធន៍ទៅយើងទាំងអស់គ្នាដឹងខ្លួនឯងនេះចិត្តវាដើរទៅក្រៅអត់សតិអត់ស្មារតីអត់សម្បជញ្ញៈអត់សម្បជានោះអត់ក្រៃលែងដល់ពេលមកនៅក្នុងគូយាគឺកាយនឹងមានសមាធិស្ងប់នឹងមានវិបស្សនាឃើញទាំងរូបធម៌នាមធម៌ទាំងចិត្តហ្នឹងក៏វាកើតរលត់ទៅឲ្យតែបានតែវិជានិតិហើយកំណត់ដឹងបានហើយវារលត់ទៅហើយវាអត់ដឹងទេចុះហេតុអីហេតុដែលថាដឹងល្បិចវាខូចអស់ហើយអញ្ចឹងទៅតែបើសិនណាមិនដឹងទេ
năng về nấu phụ ấy nấu phụ chặt những chùa họ nó sau mà nó họ tô mà nó họ nó về nấu chứ mà sana khơi cho bà hải bị chi này tết lật đằng hải vì này rất đẹp bóng à bị chi ca cho rồi bé chào họ tô mà nó không chất có mình ai đâu bàn bài và là cắt hết rồi ban đây thang cầm nắp đắng mình vô để cầm nắp đắng rồi lọt chào cầm nắp đắng đặt chặt mà smart chiều về khá rồi bỏ thằng on tao tay rồi rút tôi nữa nàng hãy chỉ là ta thọ khơi là ta thọ vì anh biết cái gì là bọc luôn mình thật đâu nó ẩm ná cái đầu bọc luôn lại vô kia cho mơ khơi này luôn ai vì sao mơ ta một buồn đi cài nữa tới nên mìnhอยู่ประมาณthế vìทอนี้ตั้งเปิดเคยเปิดอะไรไปอยู่เว้ยขนาดนี้คือถ้ามันหายตัวชื่อเนี่ยนี่ค่าอย่างนี้ยังไม่เต้chẳng hạn cái này níตัวสวัสดิ์ขัดเต้ายังนอนที่ทรงไทยหายทอนั้นนอนนั่งไงทอนั้นอันนี้หน่อยหนาช่างไงแต่ยังอันใดbị sáu đó khơi mẹ mới nọ hay ní chặt là chặt nó chèn cắn là nóสเตปทานอาตาไปสามไปเจียโนสเตมาโจตดาหายบ่งเรียนนะชอบใส่กลุ่มเราจะมวยใจไหลตั้งเช่นกี่ไหลนั่งวิ่งจะวิ่งรถเรามาเนี่ยอาตาไปตรงการรถแต่วิจารณ์ก็มีตรงการเวลาการก็มีรูรูขนมโปรเจกต์นั้นมีกี่ไหลมาก่อนผ่านรอยนั่นคือตรงแต่อาตาไปจากรังดอกจากดาวเวลาการจากดาวจีก่อนเลยปรุงปะท้อดูดังlà bệnhទាំងអស់នៃកិលេសដែលកំពុងកើតប្រកបនោះចឹងហើយយើងចេះតែព្យាយាមរឿយចុះនឹងបានឃើញបន្តិចម្ដងនៅចិត្តរបស់យើងហើយបានប្រដៅចិត្តរបស់យើងបន្តិចម្ដងនឹងបានឃើញលក្ខណៈចិត្តសទ្ធាបែបណាដែលកំពុងគិតបែបណាគឺអាតាបិសន្តិជានុសតិមានឹងចូលទៅធ្វើការអប់រំទូលមានរឿយចឹងហើយបានប្រពុតបរមគ្រូលោកសម្ដែងប្រាប់ដល់យោគីវិចរចេះអប់រំទូលមានខ្លួនដោយមានសតិជាគ្រឿងឃុំគ្រងថែរក្សាដោយព្រះពុទ្ធដីកាថាទុនិកហសលវនុយតកាមនិបាតិណោចិត្តតាំងរខេថមេធាវីចិត្តតាំងគុតតាំងសុខាវហាមេធាវីរិជនអ្នកមានប្រាជ្ញាអញ្ចឹងលោកប្រាប់ថាអ្នកកំពុងតែចម្រើនសតបដ្ឋាននេះកំពុងតែឃុំគ្រងថែរក្សាចិត្តលោកថាមេធាវីអ្នកមានប្រាជ្ញារខេថកបេរសាចិត្តតាំងចិត្តសុទ្ធទុតសង្ឃដែលគេមើលឃើញបានដោយកម្រលៈហុណូមីជាធម្មជាតិល្អិតជាធម្មជាតិស្រាលយថាកាមនិបាតណោមានប្រក្រដីធ្លាក់ចុះទៅក្នុងអារម្មណ៍ដែលជាទីប្រាថ្នាចិត្តតាំងរីចិត្តគុតតាំងដែលបុគ្គលឃុំក្រងល្អហើយដោយមានសតិជាគ្រឿងរលឹករឿយសុខាវហង្រមែងនាំមកនូវសេចក្តីសុខនោះព្រះដ៏មានបុណ្យលោកប្រាប់យើងឲ្យយើងព្យាយាមចុះគោលឡើងដោយកម្លាំងនៃសេចក្តីព្យាយាមគឺអាតាបិព្យាយាមសម្ពុជានៅដឹងសពគ្រប់នោះចិត្តកំពុងគិតគឺឃុំក្រងបានសតិមារលឹករលឹកដឹងតរឿយដែលចិត្តកំពុងគិតយ៉ាងណាក៏ដោយក៏សូមគ្រាន់តែកំណត់ដឹងបានហើយសូមព្យាយាមធ្វើការពិសោធន៍រឿយនៅចិត្តក្នុងចិត្តហើយបានជាក់ច្បាស់ដូចបានអធិប្បាយមកនេះដោយសេចក្តីមិនធ្វេសប្រហែសទាំងអស់គ្នា